ក្មេងស្រីចោតឪពុកដែលថារំលោភណាបាទឥឡូវយើងមកដល់ចូលដល់ផ្ទះផ្ទាល់នឹងលោកយាយអះអាងថាបាទគឺឪពុកស្ដីបដៅកូនអត់ចូលផ្ទះហើយអូននេះនៅហេតុការណ៍នឹងផ្ទាល់អូនតើសួស្ដីបងប្អូនទាំងអស់គ្នាតោះហ្មងបើមានកូនស្រីអញ្ចឹងអេដមីនគិតថាបាច់មានល្អជាងកូនស្រីស្អីចៅឪពុកដាក់គុកហើយបងប្អូនចង់ដឹងថាមូលហេតុអីអញ្ជើញទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាតែមុនទៅទស្សនាសូមជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងគេថ្ងៃដែលកើតថ្ងៃហ្នឹងឪពុកនាំកូនទៅណានាំកូនស្រីទៅណានាំទៅក្នុងហ្នឹងបាទអូនជួយបង្ហាញតិចមកនាំទៅក្នុងហ្នឹងហើយកូននាំទៅធ្វើអីនាំមកបដៅណាបាទដោយសារតែកូនហ្នឹងមិនអត់ដើរចូលផ្ទះអូបាទអញ្ចឹងនេះអូលហលហេវអញ្ចឹងឲ្យចោតឪពុកក្មេងស្រីបងប្អូនហើយដើរអត់ចូលផ្ទះហើយគ្រាន់តែឪពុកហៅមកបដៅណែនាំខឹងឪពុកបែរទៅជាដឹងឪពុកឲ្យសមត្ថកិច្ចចាត់ដាក់គុកអញ្ចឹងវាជារឿងមួយដែលហួសហេតុណាស់បងប្អូនអើយកូនស្រីកូនស្រីហេតុអីបានកូនចិត្តដាច់ដល់ថ្នាក់ហ្នឹងលោកតាដែរឥឡូវឪពុកស្ដីឲ្យក្មេងនឹងឡើយណាឡើយនេះកែបាយនេះហើយមើលទីតាំងបងប្អូនតើគួរដែលឲ្យឪពុកចាប់រំលោភគាត់នៅកន្លែងហ្នឹងអត់ហើយមួយទៀតបងអូនប្រុសក៏នៅហ្នឹងយាយគាត់ក៏នៅហ្នឹងហើយគាត់ចោទឪពុកគាត់ថាគាត់រំលោភតើសមអត់សូមបងប្អូនជួយវិភាគហើយជួយខមមិនប្រាប់ផងដែរអូនេះសង្ស័យនៅនឹងអាពេលដែលឪពុកបដៅក្មេងស្រីនេះគឺវាអូនជាសង្ស័យនៅបាទអត់មានរំលោភណាគាត់ស្ដីថាម៉េចក៏ស្ដីកូនថាម៉េចគាត់ថាហើយបងអូនគាត់ដែលនៅនឹងគាត់ជាសាក់សីគាត់បានប្រាប់ថាឪពុកគាត់នឹងមិនបានរំលោភគាត់ទេប៉ុន្តែគាត់ទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់គាត់ចាប់ឪពុករបស់គាត់បាត់ហើយបងប្អូនតែដៃយកបែកចិត្តគាត់ថាយកបងដាក់ខ្លោមកក៏បាត់អូគាត់ខឹងកូនវិញណាខ្ញុំស្ដាប់ឮទៅខ្ញុំដើរមកចូលគុណនឹងគុណទឹកចិត្តជាឪពុកឃើញកូនដើរលេងតែយប់អត់ទៅរៀនអញ្ចឹងគាត់ហៅមកបដែបហៅប៉ុន្តែដល់ពេលគាត់ខឹងពេកគាត់ទប់កំហឹងមិនបានគាត់ចង់និយាយថាកាប់មកកវត្តណាកាត់សាច់មកដុំចោលហ្មងទៅគាត់និយាយគូខើទីចុះប៉ុន្តែក្នុងនាមយើងជាកូនមិនត្រូវជាខឹងគាត់ទេបងប្អូនវាជាអាណិតដល់ឪពុករបស់គាត់ណាទៀតអូនឯងហៅការនឹងបងបាទកូនជេពី3ម៉ាត់ខ្ញុំគាត់វាយបន្តិចទៅបាទគ្រាន់តែគាត់ជេពី3ម៉ាត់ហើយយកពាត់វាយបន្តិចគាត់ធ្វើរឿងដល់ឆ្កើងទៅលើអ្នកមានគុណអញ្ចឹងជារឿងហួសហេតុណាស់បងប្អូនអើយវិជាហ្នឹងដែលមួយકોઈនេះហើយឲ្យដើរទៅមួយទឹកចូលដេកបាទវិជាដើរចូលដេកអត់មានបានរំលោភមានបានប៉ះពាល់អីទេគាត់ទៅវាយស្ដីបដៅណាឥឡូវនេះមួយប្រុសបានបញ្ជាក់តែមួយប្រុសនៅហេតុការណ៍ហ្នឹងអត់មានបានឃើញឪពុករំលោភកូនទេឃើញតែឪពុកស្ដីបដៅកូនទេបាទដែលថាឪពុកគម្រាមកូនណាខឹងថាថ្ងៃតាដើរមិនតាដើរអត់ចូលទេឲ្យកាប់ក្បាលមកតែបើអត់ចូលទេតែផ្សំអត់ដីឲ្យកាប់ក្បាលនេះតាមបញ្ជាក់របស់មួយប្រុសណាបាទពុកគាត់ព្រួយបារម្ភពេលដែលយើងដើរលេងដាច់យប់ខ្លាចផាមអត់ដីអញ្ចឹងវាខ្មាស់គេបងប្អូនអញ្ចឹងមួយប្រុសពិតជានៅនឹងចាក់ដៃមែនណាបាទហ៊ានអាងថាមិនមែនការរំលោភទេបាទហេតុអីបានសមត្ថកិច្ចធ្វើការមិនសូវគេពីអ្នកផ្ទះមិនសាកសួរពីអ្នកផ្ទះបែរជាយោងតាមសម្ដីក្មេងគេចាប់ឪពុកដាក់គុកហើយឪពុកគាត់ហ្នឹងឪពុកក្មេងហ្នឹងឮថាជាអ្នកគុតគង់គ្រួសារឥឡូវហ្នឹងគ្រួសារពិបាកវេទនាឲ្យវាហ្នឹងថាមិនសັບដឹងគាត់ដកចេញវាលាក់សັບចោយឲ្យដឹងខ្ញុំថាវិជាឯងដេកពេលធ្វើការហើយទៅរៀនដេកផ្ទះបើថ្ងៃអត់ដេកផ្ទះហើយទៅរៀនគាត់ថាអញ្ចឹងបើវាខឹងវាអត់ទៅរៀនវាមកដេកផ្ទះមកយកអាចទៅវិញទៀតអូវាស្ដាប់ហ្មងនិយាយទៅគួរឲ្យជឿទៅលើលោកយាយមកគាត់គាត់រហូតពេលឈប់ថ្ងៃណាឲ្យរៀន
មកដល់ដំណាក់កាលនេះហើយគឺនិយាយមិនស្ដាប់ទេបងប្អូនអើយហើយដូចពាក្យចាស់លោកពោលអញ្ចឹងកុំពត់ស្រឡាយកុំបដើមខូចទេណាបើសិនជាយើងចង់បដៅគឺយើងណែនាំពីក្មេងពីតូចអញ្ចឹងมันគាត់អាចស្ដាប់យើងបានដល់ពេលធំចេះហើយហ៊ានតែយើងស្ដីបដៅឲ្យគាត់ខឹងយើងគាត់មានរឿងខ្លះគឺដល់ថ្នាក់ទៅចងកសម្រាប់ខ្លួនទៀតណាបងប្អូនអញ្ចឹងបានថាយើងគួរតែណែនាំពីតូចយើងតាមកូនបន្តិច អត់ទេយាយគាត់រហូតបាទអូគាត់រហូតយាយគាត់ទុកជាអត់ដល់ថ្ងៃណាចៅនឹងដល់ចូលផ្ទះអត់បាទសំខាន់ជាងលោកកុងតានបាទយើងមិនមែនថាមកអូដល់ថ្នាក់យាយរបស់គាត់នឹងឃើញគាត់ដើរដាច់ជប់ហើយអត់បានទៅរៀនគាត់សិតតែមានឡង់យាយគាត់គូសឡង់យាយចំណាំថាគាត់ទៅប្រហែលបាត់ប្រហែលថ្ងៃដើម្បីគាត់ទុកជាពោះតាងអញ្ចឹងណាបងប្អូន năm chưa nè kia nó còn tay nè kia to kia dùng từ thắt khơi nó cứ một bán dây kia nó đây là lốp lâu mà mình đâu không đi mình mày là các bạn dây nó ôn tam thì tam bây giờ hơi lời lại chưa nung thông chừng đi là haiបងប្អូនចឹងអ្នកដែលមានបងប្អូនអ្នកដែលមានកូនតូចណែនាំនៅចិត្តស្និទ្ធជាមួយគាត់និយាយជាមួយគាត់ឲ្យណែនាំឲ្យល្អពីតូចក៏បានធំឡើងគាត់ចង់ចរិតល្អដែលយើងចង់បាន 5 នាក់បាទវាគួរតែអ្នកនៅក្នុងនេះជាអ្នកប្រដឹងព្រោះគាត់ជាអ្នកឃើញហើយបើពួកគាត់ធ្វើឲ្យមិនមានទេបែរជាអ្នកដតីណានោះហើយមួយទៀតបងប្អូនសមត្ថកិច្ចគាត់គួរតែស៊ើបមើលច្បាស់លាស់មុននឹងនាំខ្លួនអ្នកណាទៅយកទៅបើនាំទៅក៏នាំទាំងអ្នកដាក់ពាក្យប្តឹងទាំងជនដែលគេចោទហើយនឹងសាក់សីដើម្បីយើងស៊ើបអង្កេតដល់មូលហេតុនេះគឺគ្រាន់តែក្មេងស្រីនឹងទៅប្តឹងមកចាប់ពុកយកទៅបាត់បងប្អូនហើយគ្រូសាគាត់នៅនឹងអត់មានសួរនាំហើយដល់ពេលអញ្ចឹងវាហួសចិត្តដែរបងប្អូន ទៅនឹងទៅនាំក្មេងទៅប្តឹង អូបើចោលថាឲ្យនឹងលោកវាមក7ល្ងាចហ្នឹង7យប់ហ្នឹងដល់រឿងនេះបើអេដមីនវិភាគនេះជាកំណត់របស់អេដមីនណានៅពេលដែលគាត់មានបញ្ហាជាមួយពុកគាត់កំពុងតែមួម៉ៅខឹងចឹងទៅក៏គាត់មិនបានមើលបងប្អូនយាយតាឬក៏ក្មួយប្រុសនៅចិត្តនេះអញ្ចឹងគាត់ចេះតែថាស្មានម៉ោងនេះម៉ោងនោះចាប់លោបចេះចោតចឹងណាបងប្អូនតែតាមពិតដូចបងប្អូនប្រុសនិយាយហ្នឹងថាគាត់នៅនឹងដែរទេគាត់នៅក្នុងទុកទឹកហើយម៉ោងខ្ទង់ប្រហែលជាម៉ោង6ម៉ោង7ហ្នឹងអញ្ចឹងមានហ្នឹងអូសាកសីរូបពេញផ្ទះហើយអត់សមត្ថកិច្ចអត់មកយកសាកសីហើយមួយទៀតបងប្អូនបើសិនជាមានរឿងហេតុកើតឡើងឪពុករំលោភកូនចេះគ្រួសារគាត់មិនតែអ្នកដាក់ពាក្យប្តឹងទេវាសមតែគ្រួសារដូចជាប្រពន្ធគាត់យាយគាត់ដែលទៅដាក់ពាក្យប្តឹងណាបងប្អូនអានេះមានតែគាត់ទៅមួយមានតែប្អូនស្រីដែលដើរដាក់ជប់ដែលចោតឪពុកថាឪពុករំលោភហ្នឹងទៅប្តឹងមួយហើយមកគាត់ខ្លួនគាត់មកនាំខ្លួនគាត់ទៅតែម្នាក់ឯង vừa phò tàng ấy đấy